ជំរាបសួរបងប្អូនថ្ងៃនេះម្ចាស់នឹងកូនបានមកដល់អង្គការវិញដូចជារៀងរាល់ល្ងាចដែរគឺកូនទាំងអស់គ្នាសូត្រធម៌សមាធិហើយនឹងស្ដាប់ធម្មទេសនាខ្ញុំតែងតែយកធម្មទេសនាអប់រំចិត្តល្អខ្ញុំមកចាក់ឲ្យកូនស្ដាប់ហើយឲ្យកូនប្រតិបត្តិតាមផ្លូវធម៌ខ្ញុំជឿថាអាចធ្វើបានបងប្អូនដឹងទេថាកូនទាំងអស់គ្នាគាត់ជួបប្រទេសអ្វីខ្លះកូនសុទ្ធតែជាកូនរងគ្រោះដោយសារពុកបកកើតលោភដោយសារពុកចុងដោយសារអ្នកជិតខាងដោយសារចិត្តហើយកូនត្រូវទទួលបានការរើសអើងច្រើនមែនទែនពីមជ្ឈដ្ឋានអ្នកដែលអត់យល់ប៉ុន្តែក៏មានបងប្អូនភាគច្រើនក៏គាត់យល់ឥឡូវនេះអញ្ចឹងសម្រាប់កូនការដែលគាត់ខំប្រឹងរស់មិនស្រួលទេបងប្អូនខ្ញុំលើកទឹកចិត្តឲ្យបងប្អូនគាត់មានបញ្ហាថា stress ខ្លាំងគាត់មានបញ្ហាថាបាក់ទឹកចិត្តសូមបងប្អូនងាកមកមើលកូនគាត់រងគ្រោះគាត់ឲ្យហ៊ានបន្តដល់អនុបណ្ឌិតគាត់អាចចាប់បរិញ្ញាបត្រគាត់អាចធ្វើការបានគាត់អាចមានគ្រួសារបានគ្រប់យ៉ាងគឺផ្ដើមមកលើយើងអញ្ចឹងយើងហ៊ានអប់រំចិត្តរាល់ថ្ងៃគឺរៀនអប់រំចិត្តរបស់យើងចំណែកកូនរបស់ខ្ញុំបរៀនគាត់ឲ្យគាត់ទទួលស្គាល់ការពិតដែលគាត់ត្រូវបានគេធ្វើបាបអញ្ចឹងគាត់អាចរស់នៅជាគាត់រៀនរស់ដោយមិនប្រាថ្នាច្រើនតែអ្វីដែលគាត់រស់គឺរស់ដោយមានសេចក្តីសុខ